សួស្តីអ្នកទាំងអស់គ្នាមកយើងបន្តរឿងរបស់យើងទៀតឃើញហើយថាពេលហ្នឹងតួប្រុសយើងគឺចង់តាមប្រុសស្រីអញ្ចឹងណាតួប្រុសយើងក៏និយាយថាបងថាមួយមកបងនឹងលេខអូនឲ្យទៅហើយតួស្រីថាលោកឯងអាប់បងតែមួយម៉ាត់មកបងនឹងចាប់ចាអ្នកនោះឲ្យបាត់ពិភពលោកនេះនិយាយរួមណាតួប្រុសចង់ថាតួស្រីឯងគាត់ក្នុងចិត្តអញ្ចឹងណាតួស្រីក៏នឹកឃើញរឿងតួប្រុសនិយាយថាបងអង្វរអូនប្រើបងជាឈ្នន់ទៅតួស្រីយើងក៏ស្មានថានឹងប្រើប្រាស់គេហើយក៏និយាយថាសន្យាតែមួយទេណាថើបត្រង់នេះមកឲ្យលឿនឡើងហើយតួប្រុសយើងមានណាអាងតែគេឲ្យថើបនឹងចាប់គេបាច់និយាយទេហើយគេបិទ sticker បិទអីអស់កន្លែងហ្នឹងអំកើតទៅយើងសម័យខ្លួនឯងថើបមួយរបស់គេហ្នឹងមិនអស់ខ្ចោលដែរហ្នឹងនិយាយរួមដូចចឹកមន់អញ្ចឹងទៅហើយបន្ទាប់ពីតួប្រុសលេងតួស្រីហ្នឹងក៏និយាយថារួចហើយខ្ញុំទៅហើយតួស្រីយើងក៏បើកទ្វារឡានចេញណាតួប្រុសយើងក៏ថាចង្រៃតែខ្ញុំមកត្រូវទ្រាំយុបណាទៀតទៅរឿងបែបនេះហើយតួប្រុសយើងនៅក្នុងឡានទាំងគេធ្វើអីយើងម្លងចោលយើងមកមើលមកដល់វូគឺត្រូវបានម៉ាក់គេហ្នឹងផ្ញើជាមួយមិត្តភ័ក្តិស្រីដែលជាភេទទី3អ្នកទាំងអស់គ្នាប៉ុន្តែគេជួលផ្ទះនៅមួយគ្នាអញ្ចឹងហើយក៏យកវូមកផ្ញើមួយទៅតួស្រីយើងហ្នឹងក៏បើកទ្វារមកវូនៅមុខទ្វារក៏ស្រីថាតាមកវិញហើយតួស្រីយើងក៏ថាត្រូវហើយមកវិញហើយមិនដែរកូនស្នាមអុចលើមុខនោះនៅរមាស់ទៀតទេរមាស់ណាថើមួយមកលេងរមាស់ហើយវូយើងខ្ជូតតែនិយាយអញ្ចឹងទៀតណាហើយក៏ថាកូនជ្រូករៀនសម្ដីផ្អែមតាមអ្នកណាគេមិនក៏ឆ្នាតាមប៉ាបែបនេះវូហ្នឹងក៏អើតមើលក្រៅលោមានពុជិយើងមកតាមមកប៉ុន្តែអត់ផងហើយក៏និយាយថាដាលឿនទៅរកថ្នាំលាបវូលាបឲ្យដាដែរវូកូនកើតអីកូនចង់លាបថ្នាំអីគេមាត់ដាហើមមកនៅខាងក្រោមហើមលឹបលឹមហើយតួស្រីយើងក៏ដឹងថាអូមាត់អញហ្នឹងគឺត្រូវបានអបយុជិហ្នឹងវាខំមិញគេចឹកថៃអ្នកទាំងអស់គ្នាហើយវូក៏ថាលំមាគុំនៅអញ្ចឹងអីតួស្រីយើងក៏នឹកឃើញថាហៅមកក៏លក្ខណៈថាអៀនកូនតិចអីបន្តិចហើយទៅក៏និយាយថាវូប៉ាគ្មានកើតអីទេកូនគ្រាន់តែមុននេះប៉ាត្រូវមុខខ្លាខ្មុំខាំទៀតមុខអីខាំអញ្ចឹងហើយវូក៏ថាអញ្ចឹងតួស្រីយើងក៏ខ្ញុំនិយាយថាក្មេងល្អិតនេះពិបាកបោកដល់ហើយឥឡូវហ្នឹងបាច់ផាប់បោះតួស្រីនោះថាធ្លាក់ពីទីណាមកមែនទេអ្នកមេម៉ាយពូលូតាហៅមាត់ដូចនំប៉ាវអញ្ចឹងអូនណាទៅរកថ្នាំលាបឲ្យសិនពេលវូហ្នឹងគេទៅនិយាយអញ្ចឹងហើយហ្នឹងពូលូគេហ្នឹងក៏ចូលមកមើលចិត្តថាមែនតាប៉ាអីហៅមាត់ដូចខ្មុំតិចនោះត្រូវហើយតែគាត់បានគេចាប់ថើបទេមិនខ្មុំតិចទេគេថើបមិនបានហៅមាត់អញ្ចឹងវូអត់ចេះថើបទេយីរួមចុះយើងថើបក្មេងៗតិចក៏អញ្ចឹងទៅណាពូគ្នាវាឆ្ងល់គ្នាដែរហ្នឹងតួស្រីយើងថាអ្នកមីងគ្មានអីយកមកបងរៀនកូនខ្ញុំឲ្យវាល្អបន្តិចទេរឿងអញ្ចឹងឈប់មករៀនទៀតឈីថាប៉ាមែនទេមើលទៅគាត់ខ្លាំងណាស់ពូយើងហ្នឹងក៏និយាយអញ្ចឹងចេញមកនិយាយរួមមកគឺគេធ្វើកាយវិការដូចគេនឹងអ្នកវិភាគបណ្ឌិតមកពីណាអញ្ចឹងអ្នកទាំងអស់គ្នាខ្ជូតសាហាវពូយើងហ្នឹងក៏សើចនឹងពេញផ្ទះហើយបោះម៉ាស់នឹងចោលច្រឡំអ្នកទាំងអស់គ្នាម៉ាស់ហ្នឹងមិនមែនបោះចោលគេត្រូវទូស្រីយើងធាក់ឲ្យធ្លាក់ម៉ាស់ហ្នឹងហ្មងម៉ាស់មុខពណ៌ខ្មៅនេះស្លាប់ឲ្យខានទេស៊ីនីកូនឯងជាបណ្ឌិតឬមិនមែនហើយក៏និយាយថារើសម៉ាស់ឯងហើយទៅណាក៏ទៅទូស្រីយើងហ្នឹងក៏ថាឲ្យពូលូគេអញ្ចឹងណាអ្នកទាំងអស់គ្នាឥឡូវយើងចូលមកមើលបែរមកដល់វូហ្នឹងគឺគេអង្គុយមើលទូចាំម៉ាមីគេងុយទឹកងុយអីហើយអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែម៉ាមីគេហ្នឹងកំពុងតែជាប់និយាយមួយពូលូយើងមុននឹងមិញហើយក៏គេឃើញថាទូស្រីយើងកំពុងតែលាងធ្វើម្ហូបលាងដៃលាងអីអញ្ចឹងណាពូលូរបស់យើងហ្នឹងក៏និយាយថាអ្នកម៉ាម៉ាយប្រាប់ខ្ញុំមានរឿងអីឲ្យប្រកាសក្រែងប្រាប់ថាទៅទិញដីនៅស្រុកអីមិនមកវិញមកដូចអ្នកណាគេចាប់ម្ដុំអញ្ចឹងបានសម្រេចអត់ទេនេះនិយាយឲ្យមានរបៀបបន្តិចបានទេបងស្រីគ្មានអ្នកយកទេតួស្រីយើងស្ដីឲ្យអញ្ចឹងពាក្យមួយណាដែលគ្មានរបៀបនោះអ្នកមេម៉ាយឯងមើលមាត់ឯងមិនឃើញអញ្ចឹងទេហើមកក្រហមកុំមកដូរប្រធានបទឯងទៅជាមួយបងឈីមែនទេឯងមាត់មិនកងនេះមានន័យថាជាការប៉ັດហើយលឿនមែនអ្នកមេម៉ាយចាយរៀងសាវណានេះឯងមានមនុស្សក្នុងដៃហើយមែនទេចង់ស្ទួយប្រយោជន៍ពីមេខ្ញុំមែនទេចង់ធ្វើអីបន្តទៀតស្ទួយយកប្រាក់លៀនមុនឬក៏យ៉ាងម៉េចយីរ៉ូមកពូលូយើងនិយាយអត់មានឲ្យតួស្រីនឹងតនេះនឹងឆ្លើយមួយណាហើយតួស្រីយើងគេថាយើងមិនបានលេងសើចជាមួយគេទេពូលូនឹងថាអូខេយើងនិយាយមែនច្បាស់លាស់ក្នុងករណីនេះតួស្រីប្រាប់ទៀត
ai lên sau bên tê vì muốn anh tha lên sau anh tha chỉ ghé mình chắc nghĩ anh có thì vậy tha anh bao kê làm bay song sắc anh tha kê á miền đây sầm đập anh tia tê anh đằng pi á còn lên sau chứ taiពួកអញចង់លេងពាក្យអីហ្នឹងទោះស្អីហ្នឹងថាយើងធ្លាប់និយាយមែនថាយើងខ្លាចក្នុងការស្រឡាញ់មនុស្សម្នាក់តែពេលនេះយើងទទួលស្គាល់ថាយើងពិតជាថយក្រោយមួយជំហានមែនអញទទួលស្គាល់ថាអញស្រឡាញ់គាត់មែនទេពូលូយើងក៏សួរវិញចឹងណាតែពិតទៅគេមិនហៅពូយើងត្រូវហៅមីងអូខេតែយើងដូរថាមីងចាស់ហើយក៏ឯងរហ័សចិត្តនិយាយបែបនេះយើងធ្លាប់សរសើរឯងថាធ្វើបែបល្អសម្រាប់ចិត្តបានត្រូវហេតុអីពេលនេះឯងធ្វើអញ្ចឹងវិញឯងអាចបោកគាត់ប្រើសងសឹកបានតែហេតុអីត្រូវបងខ្លួនស្រឡាញ់គាត់ឯងភ្លេចមេរៀនអាដងហ្វាងមករៀនឯងហើយមែនទេការប៉ັດថាខ្ញុំក៏គិតដូចឯងដែរតែនៅជាមួយយូរទៅមកដឹងថាគេពិតជាច្បាស់លាស់នឹងគ្នាមុនខ្ញុំមិនអោយគាត់ដូចអ្វីដែលគាត់អោយខ្ញុំមានអារម្មណ៍ថាខ្ញុំមិនខុសពីអាចចង្រៃដងហ្វាងម៉ែនេះហើយមួយទៀតយើងមិនបានប្រាប់ឯងទេថាខ្ញុំមិនបានចូលចិត្តគេអញ្ចឹងឯងមិនអាចបន្តខ្ញុំបានទេគេចំណាយពេល7ឆ្នាំមកក្នុងការបំភ្លេចដងហ្វាងហើយពេលនេះគេបែរជាមកធ្វើដូចធម្មតាឲ្យបេះដូងទៅមនុស្សម្នាក់ទៀតដូចគ្មានរឿងអីកើតឡើងខ្ញុំមិនដឹងថាគេល្ងងឬក៏គេរឹងក្បាលនោះទេមីងលូយើងនិយាយអញ្ចឹងណាចឹងមានរឿងតែមួយទេដែលឯងទៅសម្រេចរឿងវូបើឯងសម្រេចថានៅជាមួយគាត់ឯងគួរតែប្រាប់គាត់ការពិតគ្នាគិតថាឯងមិនអាចលះបង់រឿងនេះបានយូរទេព្រោះវូហ្នឹងគឺជាកូនរបស់តួប្រុសអ្នកទាំងអស់គ្នាអញ្ចឹងមីងលូយើងចង់ឲ្យទោះស្អីយើងក៏ប្រាប់តួប្រុសថងថ្វាំងទោះស្អីយើងថាយ៉ាងម៉េចយើងព្រមនៅជាមួយមានអីពាក់ព័ន្ធជាមួយវូទេវូគឺជាកូនរបស់ខ្ញុំតែម្នាក់ហើយវាគ្មានអីសំខាន់ដែរឲ្យគេដឹងនោះទេហើយមីងលូយើងក៏និយាយថាអ្នកមេម៉ាយអ្នកអាក្រក់ខ្លាំងណាស់ឯងអ្នកប្រើដៃបើកទ្វារឲ្យគេចូលតែគ្មានប្រយោជន៍ដែរឲ្យគេដឹងបែបនេះទេបើគ្មានបងឈីចុះកូនឯងចេញមកពីណាហើយទោះស្អីយើងខឹងអាស្បៃក្នុងដៃគប់លើក្បាលមីងលូយើងនឹងផ្លុចតែហ្មងអ្នកទាំងអស់គ្នាគេនិយាយថាចេញឲ្យឆ្ងាយពីខ្ញុំក៏និយាយតែផ្ដាស់ហើយទៅពូលូយើងក៏និយាយថាស្អីឯងទៅនេះនៅពេលដែលពួកឯងនៅជាមួយគ្នាហើយពេលវូធំនោះគាត់ថាឯងយកគេមកចិញ្ចឹមពីម្ដងឯងមានអីបកស្រាយដែរអ្នកមេម៉ាយនេះឯងបំពេញច្បាប់អនុនីតិជនហើយអ្នកស្រីស៊ូនេះឯងនឹងដល់ថ្ងៃស៊ូស៊ីនីនេះឯងនៅខាងណាប្រកាសថាមីងលូវាមិនលំអៀងទេហើយតួស្រីយើងហ្នឹងគាត់តែមីងលូយើងមែនទេតាគ្នានេះរួមមកគេលេងបន្លាញគ្នាដូចមកធម្មតាអញ្ចឹងវាការពីភាពត្រឹមត្រូវនេះជាភារៈរបស់យើងអ្នកមេម៉ាយប្រាប់គេភ្លាមទៅពេលដែលយើងយករឿងនេះទៅប្រាប់គាត់ខ្លួនឯងបើគេដឹងថាស្ពែម៉ូតូសេអ៊ីតគេដាក់ចូលឯងតែម្ដងមានកូននោះគាត់តែមិនដឹងមានមូលនភាពលើឯងមកទេវាតួស្រីលើកនេះវាឆ្លើយខ្លាំងពេកក៏លើកអាផ្ទះតាក់ទៀងបន្លែហ្នឹងចេះទៅហ្មងអ្នកទាំងអស់គ្នាពីមីងលូយើងស្ដាប់វ៉ាវខ្លាចហើយអ្នកមេម៉ាយខ្មោចចូលហើយមែនទេហើយតួស្រីយើងនឹងរៀងមិនដឹងថាគិតយ៉ាងម៉េចដែរនៅពេលដែលគេនិយាយចំចំណុចចឹងហើយគាត់ថាវាមិនខុសអីរវាងបិសាចនិងមនុស្សប្រុសដែលពពោះបាននោះគឺឈិះលោកមិនគួរដឹងរឿងនេះទេរួមមកតួប្រុសយើងគឺប្រហែលជាគាត់ប្រាប់យូឈិះថាវូនឹងជាកូនរបស់គាត់ចឹងណាអ្នកទាំងអស់គ្នាហើយអធិស្ឋានអ្នកទាំងអស់គ្នាadmin ហ្នឹងគឺឈឺផ្ដាសាយធំអ្នកទាំងអស់គ្នាអញ្ចឹង admin ហ្នឹងគឺចង់ធ្វើរឿងនឹងឲ្យបានមួយថ្ងៃមួយភាគឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងដោយសារឥឡូវ admin ទៅនេះអត់ទាន់អីអញ្ចឹងអ្នកទាំងអស់គ្នាហើយមានបងប្អូនយើងទៀតហ្នឹងក៏សួរថាមួយអាទិត្យចេញមកយ៉ាងហោចណាស់ក៏3ភាគដែរអ្នកទាំងអស់គ្នាចាប់ពីពេលហ្នឹងទៅបើ admin ឆ្លៀតបានគឺ admin នឹងធ្វើចាប់ពី3ភាគឡើងទៅប៉ុន្តែឥឡូវហ្នឹងបើ admin អត់ទាន់ជាទេ admin មានពេលគ្រប់គ្រាន់ admin នឹងធ្វើឲ្យមួយថ្ងៃមួយសិនអញ្ចឹងឲ្យយើងគ្រប់តអាននិយាយអញ្ចឹងនិយាយរួមមកឲ្យតែអ្នកទាំងអស់គ្នា subscribe follow ហើយតាមដាន admin ពេល admin ចេញភាគថ្មីបើសិនជា comment អញ្ចឹង admin គឺ copy ឲ្យម្ដងម្លេងដូចម្សិលមិញពេល admin ផុសរឿងអញ្ចឹងគឺ500 comment admin reply ទាំងអស់ចង់បាក់ដៃដែរប៉ុន្តែអីដើម្បីគ្នាយើងបានវិលត្រឡប់ជួបជុំវិញហើយ admin ហ្នឹងក៏គិតថាចង់បង្កើត page ថ្មីដែរ TikTok ថ្មីដែរប៉ុន្តែឃើញគ្នាយើងក៏មិនសុំadmin ក្នុង YouTube ហ្នឹងច្រើនពេកអញ្ចឹងទៅ admin អត់ដាច់ចិត្តថានឹងត្រូវបង្កើត channel ថ្មីអញ្ចឹងក៏បន្តនៅ channel ចាស់ទៀតប៉ុន្តែបើសិនជា channel នេះវានៅតែ upload ពិបាកអីអញ្ចឹង admin នឹងដូរ channel ហើយ admin នឹងប្រាប់គ្នាយើងមុនអញ្ចឹងប៉ុន្តែ channel នេះនៅតែអាចផុសរឿងបានទេប៉ុន្តែលើកមុនហ្នឹងគឺវាមានបញ្ហាបច្ចេកទេសដែលអាចផុសបានអីអញ្ចឹងណាបងប្អូន admin មានតែប៉ុណ្្នឹងទេឥឡូវនេះ admin ដាក់ឲ្យ2ភាគទៀតណាអញ្ចឹងរីករាយទាំងអស់គ្នាហើយ admin នឹងមកវិញចាប់ធ្វើឲ្យលឿនដល់អ្នកទាំងអស់គ្នាអញ្ចឹងដោយសារ admin ឥឡូវឈឺហើយសំឡេងក៏ស្អកដែរអធិស្ឋានផង Goodbye